កាលពីវគ្គមុនយើងចប់ត្រឹមក្រុមរបស់ Engine ទម្លាក់ខ្លួនមកពីខាងលើដោយសុវត្ថិភាពនៅពេលនឹងផងដែរក្រុមគ្នាគេម្នាក់ទៀតក៏ជិះឡានមកដល់ល្មមឥឡូវនេះក្រុមរបស់ Thomas ក៏បានទៅមើលកន្លែងកើតហេតុកន្លែងដែលបាក់សីយៈកើតហ៎ពួកគេមិននឹកស្មានថាក្រុម The Raider គឺបង្កើតបាក់សីយៈនៅកន្លែងហ្នឹងសោះឥឡូវនេះពួកគេឆ្ងល់ថាក្រុម The Raider បង្កើតពួកបិសាចសម្រាមហ្នឹងដោយរបៀបណាគីតា Happy ក៏បានដឹងផងដែរព្រោះថានាងបានស្ដាប់រឿងរ៉ាវឮទាំងអស់នៅពេលដែល Sudil Tifon និយាយគ្នាជាមួយ Rudo នាងប្រាប់ថាបិសាចសម្រាមអស់ហ្នឹងកើតឡើងដោយឧបករណ៍គេហៅថា Vital Instrument ដែលឧបករណ៍ទាំងអស់ហ្នឹង Sudil Tifon ព្យាយាមបង្កើតទៅជា The Watchman series ប៉ុន្តែវាបរាជ័យនៅពេលនេះ Thomas មានអារម្មណ៍ថាបិសាចសម្រាមរបស់ Sudil Tifon ប្រហែលជានៅមានច្រើនទៀតអ្វីដែលពួកគេត្រូវធ្វើពេលនេះគឺមានតែការឃ្លាំមើលប៉ុណ្ណោះបន្ទាប់មកពួកគេនាំគ្នារៀបចំត្រឡប់ទៅវិញហើយព្រោះតែសែនការរបស់យើងនឹងមានរបួសធ្ងន់ជាងគេពេកបន្តិចក្រោយមកមានបរិសម្នាក់នៅពួនចាំតាមផ្លូវមួយកន្លែងដើម្បីរត់ចូលឡាននៅពេលដែលគាត់រត់ទៅស្ទាក់ឡានគាត់ធ្វើជាដួលហើយស្រែកប្រកាច់ប្រកាន់ថាគាត់បាក់ដៃបាក់ជើងអីចឹងទៅប៉ុន្តែក្រុមរបស់ Engine វិញដូចជាអត់បានខ្វល់ទេពាក់វ៉ែនតាខ្មៅហើយនៅអង្គុយរាំធម្មតានៅក្នុងឡានអាប៉ែម្នាក់ហ្នឹងប្រាប់ថាគេមានរបួសបាក់ដៃបាក់ជើងឥឡូវត្រូវតែបង់លុយឲ្យគេប៉ុន្តែក្រុមរបស់ Engine អាចបានខ្វល់ទេហើយក៏ប្រាប់ថាឲ្យទៅរកដុកទ័រម្នាក់ឈ្មោះអាលីហើយក៏បើកឡានចាកចេញពីកន្លែងហ្នឹងទៅបាននៅពេលហ្នឹងផងដែរ Delmon ក៏បានសំណូមពរទៅ Engine ថារៀនបើកឡានឲ្យដូច Chris ដោយសារតែ Chris បើករៀងស្រួលជាងហើយ Engine របស់យើងហ្នឹងគឺបើកកញ្ឆុងកញ្ឆាំងនិយាយទៅគឺថាបើកអាក្រក់យកហ្មង Engine ប្រាប់ថាបើកដូច Chris អត់កើតទេបើសិនជា Chris បើកគាត់ដឹងតែងុយដេកហើយមួយសន្ទុះក្រោយមកសាច់រឿងកាន់មកដល់ Office ក្រុម The Cleaner តែម្ដងហើយពួកគេឥឡូវនេះចាប់ផ្ដើមនាំគ្នាយកផ្កាទៅដាក់ឲ្យសែនកាដែលកំពុងតែដេកសម្រាកនៅក្នុងបន្ទប់ពេទ្យហើយអារឿងយកផ្កាទៅរៀបចំឲ្យអ្នកជំងឺអញ្ចឹងនៅក្រោមហ្នឹងអត់មានអ្នកណាដឹងទេអាកំណត់អស់ហ្នឹងគឺរូដូជាអ្នកធ្វើដោយសារតែនៅខាងលើហ្នឹងវារៀងខុសខាងក្រោមខ្លះៗដែរអញ្ចឹងណាទម្លាប់របស់ពួកគេនៅពេលហ្នឹងផងដែរចៃសាមីក៏បានតាក់ទងមក Engine ហើយក៏សួរ Engine ថានៅណា Engine ប្រាប់ថាពួកគេនៅបន្ទប់របស់សែនកាហើយពេលហ្នឹងគាត់ក៏ប្រាប់ថាល្អណាស់មានមនុស្សពីរនាក់មកពីខណ្ឌវ៉ាថោនចង់ទៅជួបសែនកាផងដែរចំណែកសែនការរបស់យើងក៏បានក្រោកផងដែរហើយក៏បានអង្គុយមើលផ្កាដោយអត់ទាន់ដឹងថាអ្នកណាយកមកដាក់ឡើយទេបន្ទាប់មកអ្នកគ្រប់គ្នាក៏បានមកដល់ក្នុងបន្ទប់រៀមលីនហើយនិងលោកអ៊ំដែលគ្រប់គ្រងនៅខណ្ឌវ៉ាថោននឹងបានមកសុំទោសសែនការហើយមូលហេតុដែលរីមលីនមកសុំទោសដោយសារតែរីមលីនអត់បានគូស្ពែការពារទៅលើសែនការនោះទេអាស្ពែនឹងការពារនៅពេលដែលសត្រូវវាយត្រូវមកវាអត់សូវឈឺអ្នកនរគ្នាហើយរីមលីនក៏បានគូឲ្យអ្នកគ្រប់គ្នាផងដែរលើកលែងតែសែនការគាត់គូស្ពែផ្សេងមួយទៀតពេលមួយនឹងផ្លាច់ហើយគាត់ក៏ដែលបានសាកពីមុនមកដែរដល់តែពេលអញ្ចឹងអ្នកគ្រប់គ្នាក៏សួរថាតើអាស្ពែនឹងមិនទៅដល់ពេលអញ្ចឹងរីមលីនក៏ឲ្យសែនការលើកដៃតាមគាត់មានណាឲ្យចេញសាច់ដុំមកឡើងប៉ិនណាណីអាហ្នឹងគេហៅថាស្ពែកម្លាំងយៈអ្នកនរគ្នាប៉ុន្តែម្ចាស់ខ្លួននឹងមានបានប្រើឯណាដោយសារតែបានដឹងផងហ្នឹងលទ្ធផលត្រូវគេវាយទូកសាយដដែលរឿងទាំងអស់នេះហើយទើបធ្វើឲ្យរីមលីនមានអារម្មណ៍ថាខុសហើយក៏ពិតជាសុំទោសទៅលើសែនការមែនតែនតែសែនការពេលហ្នឹងក៏រៀងប្លែកដែរមានណាអង្គុយសើចធម្មតាហើយក៏និយាយថាអីទេលទ្ធផលគ្រប់យ៉ាងគឺដោយសារតែគាត់ខ្សោយប៉ុណ្ណោះគូឬក៏មិនគូលើគាត់ក៏វាមិនអីដែរអាហ្នឹងគ្រាន់តែជាការជួយមួយផ្នែកប៉ុន្តែអ្វីគឺមកពីគាត់ដដែលហ្នឹងដោយសារតែគាត់ខ្សោយខ្លួនឯងនិយាយចំអ្នកគ្រប់គ្នាក៏បានបែកគ្នាហើយរីមលីនក៏ត្រឡប់ទៅវិញទាំងមានអារម្មណ៍ថាខូចចិត្តផងដែរប្រហែលជាសែនការខឹងទៅលើគាត់ដែរបន្ទាប់មកនៅសល់តែសែនការហើយនិងរូដូប៉ុណ្ណោះសែនការនិយាយថាបើទោះបីជាមានតែគាត់ម្នាក់ដែលត្រូវបានគេវាយយ៉ាងធ្ងន់ធ្ងរហើយសន្លប់ទោះជាអញ្ចឹងក៏ដោយក៏គាត់មិនអន់ចិត្តដែរហើយក៏គ្មានអ្វីត្រូវបន្ទោសទៅលើរីមលីនដូចគ្នាទុយមកវិញគាត់សន្យានឹងខ្លួនឯងថាគាត់ត្រូវតែវឹកហាត់ឲ្យខ្លាំងជាងនឹងដែលសម្ដីទាំងអស់នឹងហើយធ្វើឲ្យរូដូមានអារម្មណ៍ថាសែនការគឺជាមនុស្សម្នាក់ដែលអស្ចារ្យហើយក៏ជាមនុស្សដែលតស៊ូបំផុតម្នាក់ផងដែរដែលធ្វើឲ្យគាត់អាចយកជាគំរូតាមបានកំពុងតែគិតថាយកគំរូតាមគេនឹងរូដូក៏បានញញឹមហើយដូចដឹងស្រាប់ហើយថារូដូអត់ចេះញញឹមទេញញឹមម្ដងគឺថាអាក្រក់មើលខ្លាំងណាស់ឡើងវិញមកវិញមាត់អស់ហើយជាលទ្ធផលសែនការស្មានតែរូដូនឹងធ្វើមុខឌឺដាក់គាត់ទៀតហើយអ្នកទាំងពីរនឹងក៏បានឆ្លុះគ្នាដូចមុនចឹងនៅពេលដែលពួកគេជួបគ្នាលើដំបូងបន្ទាប់ពីនឹងមកនៅសល់តែ Engine ហើយនិង Senka អ្នកទាំងពីរនាំគ្នានិយាយអំពី Rudo ព្រោះថាពួកគេអាចបានឡើងទៅ The Sphere ទេមិនដឹងថាជារឿងល្អសម្រាប់ Rudo ឬក៏ជារឿងអាក្រក់បន្ទាប់មកអ្វីដែលពួកគេត្រូវគិតនៅពេលនេះគឺក្រុម The Raider អត់ដឹងថាពួកនឹងមានគោលបំណងអ្វីខ្លះទេហើយពួកគេជឿជាក់ថាពួកគេនឹងប៉ះក្រុម The Raider នឹងម្ដងទៀតត្រឡប់មកមើលក្រុម The Raider នេះបន្តិចពេលនេះតាមរយៈ Sudil Tifon និយាយនឹងប្រហែលជាពួកគេរៀបចំបិសាចសម្រាប់មួយចំនួនទៀត
ហើយនៅពេលហ្នឹងផងដែរគាត់ក៏បានឲ្យរបស់មួយទៅ Bonder ទុកជារង្វាន់របស់មួយហ្នឹងហៅថា Undertaker Kane Sureprek ដោយអត់ទាន់ដឹងថារបស់ហ្នឹងគឺជាអ្វីឡើយទេតែបើតាមមើលទៅ Bonder ដូចជាសប្បាយចិត្តខ្លាំងណាស់ហើយប្រហែលជារង្វាន់ឬក៏ជាតំណែងនៅក្នុងក្រុម The Raider នឹងឯងបន្ទាប់មកឃើញថា Sudil Thipon គាត់ចង់បាន Choker គឺរបស់ដែលទំនាក់ទំនងគ្នាហ្នឹងបន្ទាប់មកយើងឃើញថាគាត់នៅតែចង់ប្រមូលរបស់ស៊េរីនឹងទាំងអស់ដដែលប៉ុន្តែ Bonder និយាយថាបើចង់ប្រមូលដដែលស្បែកជើងនឹងបានទៅខាង The Cleaner ហើយអញ្ចឹងទៅគួរឲ្យស្ដាយផងដែរប៉ុន្តែ Sudil Thipon និយាយថាយ៉ាងហោចណាស់គាត់ដឹងថាវានៅណាចង់យកមកវិញក៏គ្មានអ្វីពិបាកដែរហើយគោលបំណងរបស់គាត់គឺចង់ឡើងទៅ The Sphere ដដែលហ្នឹងពេលហ្នឹងអត់ចោលគោលបំណងរបស់គាត់ទេត្រឡប់មកមើលខាងក្រុម The Cleaner ឯនេះវិញពេលនេះ Rimlin អង្គុយនៅបង់មួយម្នាក់ឯងហើយ Rudo ក៏បានមើលមកគាត់ពីលើផងដែរពេលហ្នឹងសែនកាក៏បានដើរចេញមកហើយក៏បាននិយាយគ្នាជាច្រើនជាមួយ Rudo ផងដែរតែខ្ញុំសូមក្តោបគោលបំណងរបស់គាត់បែបខ្លីៗគោលបំណងរបស់គាត់ប្រាប់ថាពេលដែល Rudo ចង់ទៅស្វែងរក Amo ហើយចាំគាត់ជួយតែនៅពេលនេះអ្វីដែលត្រូវធ្វើមុនគេគឺឲ្យគាត់ទៅនិយាយលេងជាមួយ Rimlin សិនបន្ទាប់មក Rudo ក៏បានអរគុណសែនកាហើយក៏បានដើរចេញទៅដោយគោលបំណងរបស់សែនកានឹងគឺចង់ឲ្យ Rudo ចំណាយពេលឲ្យបានច្រើននៅជាមួយក្មេងៗដូចគ្នាដើម្បីកុំឲ្យគិតរឿងសងសឹកពេកបន្ទាប់មកយើងឃើញថា Rimlin គឺពិតជាខូចចិត្តមែនថែមទាំងអង្គុយយំទៀតបន្ទាប់ពីនឹងមក Rudo ក៏បានមកដល់ Rudo ដឹងថា Rimlin កំពុងតែខូចចិត្តហើយគាត់ក៏ដឹងថាត្រូវលួងមិនដែរប៉ុន្តែគាត់ក៏សុំឲ្យ Rimlin នឹងជួយបង្រៀនគាត់ឲ្យចេះគូសគំនូរហើយគាត់ក៏ចង់ទៅមើលគំនូររបស់ Rimlin នៅ Canva Town ផងដែរហើយក៏សន្យានឹងគ្នាថានៅពេលដែលពួកគេទំនេរនឹងទៅមើលគំនូររបស់ Rimlin នៅទីនោះ Rimlin របស់យើងក៏បានយល់ព្រមជាមួយ Rudo ដោយស្នាមញញឹមបន្ទាប់ពីនឹងមកសាច់រឿងបង្ហាញឲ្យឃើញថាក្រុមក្មេងៗដែលគ្រប់គ្រងដោយ Rudo បានមកដល់កន្លែងមួយដែលហៅថា Whole Town ងាកទៅមើលមុននឹងបន្តិចមុនពេលដែលពួកគេបានមកដល់ Whole Town ក្រុមក្មេងៗបានអង្គុយរៀនគោលគំនូរជុំគ្នាចំណែកមនុស្សធំវិញនាំគ្នាអង្គុយលេងបៀពេលហ្នឹងផងដែរមេធំក៏បានចូលមក Rimlin ប្រាប់ថា Rudo សូមឲ្យគាត់ជួយបង្រៀនគូសគំនូរមេធំឆ្ងល់ផងដែរថា Rudo កំពុងតែគូសអីគេ Rimlin ក៏ទាញឲ្យមើលភ្លាមគឺពិតជាលយខ្លាំងណាស់ប្រហែលជា Rudo គូសលោកពូរែកទៅហើយប៉ុន្តែមើលអត់សូវយល់បន្ទាប់មកមេធំក៏ប្រាប់ថាគាត់មានការងារមួយឲ្យក្រុមក្មេងៗធ្វើគឺឲ្យក្មេងៗធ្វើដំណើរថ្មើរជើងទៅក្រុម Canva Townតែមនុស្សមួយចំនួនដូចជាចៅសេមីអីក៏អត់យល់ស្របទេព្រោះថាពួកគេអាចនឹងវាយប្រហារដោយក្រុម The Raider នៅតាមផ្លូវយ៉ាងហោចណាស់ក៏ត្រូវមានមនុស្សធំម្នាក់ដើម្បីការពារពួកគេផងដែរប៉ុន្តែអាការ cover ប្រាប់ថាក្មេងៗតែនេះមិនមែនធម្មតាទេទោះបីជាអត់មានមនុស្សធំការពារពួកគេក៏បានដែរហើយក៏និយាយទៀតថាក្នុងចំណោមក្មេងៗ Rudo ធំជាងគេគាត់ជឿជាក់ថា Rudo ជួយមើលថែពួកគេបានងាកមកពេលបច្ចុប្បន្នឯនេះវិញក្រុមក្មេងៗកំពុងតែដើរលេងក្នុងទីក្រុងតូចមួយហើយនៅពេលហ្នឹងក៏មានប្រុសហើយនិង Engine តាមមកមើលពួកគេដោយសម្ងាត់ផងដែរអ្នកទាំងពីរកំពុងតែនិយាយគ្នាហ្នឹងពេលហ្នឹង Engine ក៏បានឃើញ Furo នៅខាងក្រោមប៉ុន្តែក៏អត់ទាន់បានធ្វើអ្វីទេនៅក្នុងពេលតែមួយនឹងផងដែរក៏មានមនុស្សមួយក្រុមមកកន្លែង The Cleaner ហើយពួកគេមករកមេធំតែម្ដងដែលពួកទាំងអស់ហ្នឹងគេហៅថាអ្នកដែលកាត់ទោសឬក៏អ្នកដាក់ទោសទៅលើជនអាក្រក់ពួកគេមកដល់ព្រាមក៏បានបន្ទោសទៅអាការ cover ដោយសារតែការប្រយុទ្ធជាមួយបិសាចសម្រាមដ៏ធំមួយហ្នឹងគឺប៉ះពាល់ទៅលើក្រុងមួយចំនួនហើយនិងមនុស្សមួយចំនួនផងដែរហើយចំណុចសំខាន់នៅត្រង់ហ្នឹងគឺថាក្រុម The Cleaner ឬក៏អាការ cover ដែលជាអ្នកដឹកនាំហ្នឹងអត់បានរាយការណ៍ទៅពួកគេទាល់តែសោះហើយពួកគេក៏ដឹងថាបិសាចសម្រាមមួយនឹងដំណើរការឡើងដោយការប្រើរបស់ពួកសេរីហើយពួកនឹងក៏ចង់ស៊ើបសួរតាក់ទងនឹងសេរីផងដែរបើតាមមើលអាការ cover ប្រហែលជាស្មានដឹងអស់ហើយថាពួកនឹងមកអញ្ចឹងហើយទៅបញ្ជូន Rudo ឲ្យទៅកន្លែងផ្សេងឲ្យឆ្ងាយសិនបន្ទាប់មកទៀតគាត់និយាយយ៉ាងគួរសមថាធ្វើឲ្យមនុស្សឬក៏ប្រជាជនទូទៅមានគ្រោះថ្នាក់ឬក៏មានបញ្ហាហ្នឹងអាហ្នឹងគឺជាកំហុសរបស់គាត់ប៉ុន្តែយ៉ាងណាខាង The Hellguard ក៏មានបានបញ្ជូនដំណឹងអីទាល់តែសោះមកឲ្យគាត់ហើយស្រាប់តែភ្លាមមកដល់ផ្ទះគាត់តែម្ដងវាដូចជាអត់សូវសមរម្យទេហើយពួកហ្នឹងក៏រៀងស្ងាត់មាត់ផងដែរចំណែកខាង Rudo របស់យើងឯនេះវិញពេលហ្នឹង Rimlin ក៏បានរៀបរាប់រឿងរ៉ាវមួយចំនួនឲ្យ Rudo បានដឹងតាក់ទងនឹង Whole Town នឹងផងដែរមូលហេតុដែលពួកគេមកហ្នឹងគឺមករកទិញទឹកថ្នាំដើម្បីគូសគំនូរនៅនឹងសបោទឹកថ្នាំទឹកខ្មៅហើយក៏សបោប្រេងដូចគ្នាកំពុងតែនិយាយពួកគេបានមកដល់ហាងលោកការ៉េមួយល្មមហើយពួកគេក៏នាំគ្នាទិញម្ដងម្នាក់ញ៉ាំហ្មងទៅក្នុងពេលតែមួយនឹងផងដែរ Furo ឯនេះវិញអត់ដឹងមិនទេគឺតាមឃ្លាំមើលពួកគេរហូតប៉ុន្តែហ៊ានចេញមកទេនិយាយទៅអាណិតគាត់ដែររៀងដើរតែឯងដាច់ប៉ែកសង្ឃឹមថាបើសិនជាទៅថ្ងៃមុខខ្លាចជាក្រុម The Cleaner ដែរប្រហែលជាល្អបន្ទាប់មកតុក្កតាឈើនឹងក៏បាននិយាយជាមួយគាត់ដែលគាត់ហៅថា Master Hero តុក្កតានឹងប្រាប់ឲ្យ Furo ទៅទំនាក់ទំនងជាមួយក្រុមរបស់ Rudo ប៉ុន្តែអត់ទាន់ដឹងថាគាត់មានគោលបំណងអីឲ្យច្បាស់នៅឡើយទេ
ងាកមកខាងរូដូឯនេះវិញគាត់កំពុងតែចង់ញ៉ាំស្ករក្រប៉ុន្តែត្រូវគ្នារបស់ពួកគេនឹងចាប់ជាប់ដោយសារតែពួកគេចាយលុយអស់ហើយហ្វូរ៉ូនៅពេលហ្នឹងកំពុងតែចង់ទៅនិយាយជាមួយពួកគេប៉ុន្តែដោយសារតែឃើញពួកគេបតែបន្តបន្ទិញបន្ទងគ្នាពេញហ្នឹងក៏អត់ហ៊ានទៅនិយាយទេលទ្ធផលបាននិយាយជាមួយពួកគេទៀតបន្ទាប់ពីនឹងមកក្រុមក្មេងៗដើរចេញពី Holy Town ឥឡូវនេះបានមកដល់ Canva Town ហើយបន្ទាប់មករៀមលៀនក៏បានឲ្យរូដូមើលទៅខាងលើដោយសារតែគាត់បានគូស្ពែនមួយហៅថា Moral ចំណែក Furo ឯនេះវិញឥឡូវនេះលបតាមមើលពួកគេបានមកដល់កន្លែងហ្នឹងដែរប៉ុន្តែលទ្ធផលនៅតែឲ្យបានជួបពួកគេដដែលហ្នឹងងាកមកខាង AK Cover ឯនេះបន្តិចចែម្នាក់សក់ក្រហមហ្នឹងមានឈ្មោះថា Kyoka Hichiku ហ្នឹងគឺជា clan ឬក៏ក្រុមគ្រួសាររបស់សែនកាអញ្ចឹងពួកហ្នឹងប្រហែលជាតកោឬក៏នៅ clan ជាមួយសែនកាហ្នឹងឯងបន្ទាប់មកចែសក់ក្រហមហ្នឹងក៏និយាយត្រង់តែម្ដងពួកគេមកហ្នឹងគឺដើម្បីមកយករូដូហ្នឹងឯងរូដូហ្នឹងគឺជាជនជាតិស្ពែអ្នកទាំងអស់គ្នាដែលរស់នៅខាងលើមិនមែនរស់នៅខាងក្រោមដូចជាពួកគេទេអញ្ចឹងហើយពួកគេត្រូវការស្រាវជ្រាវជាច្រើនដែលតាក់ទងនឹងរូដូAK Cover ក៏និយាយត្រង់ដែរគាត់អត់ឲ្យយករូដូទៅទេព្រោះថារូដូឥឡូវហ្នឹងគឺជាសមាជិកគឺជាកូនចៅរបស់គាត់ហើយម្យ៉ាងទៀតរូដូក៏មានបានប្រព្រឹត្តខុសអីដែរអញ្ចឹងហើយ Helgard ហ្នឹងគឺគ្មានសិទ្ធិយករូដូទៅទេហើយ Helgard ក៏មិនអាចកាត់ទោសឬក៏ដាក់ទោសអ្នកណាតាមអំពើចិត្តផងដែរបើសិនជាពួកគេមិនបានប្រព្រឹត្តអ្វីទាំងអស់ហើយពួកឈុតក្រហមហ្នឹងក៏អត់មានអីតវ៉ាជាមួយនឹង AK Cover ដូចគ្នាត្រឡប់មកខាងរូដូរបស់យើងវិញដើម្បីបញ្ចប់សាច់រឿងពួកគេទាំង3នាក់ហ្នឹងដោយសារតែឈរមើលរួយកពេកក៏នាំគ្នាដេកមើលគំនូរទាំងអស់ហ្នឹងម្ដងហើយពេលហ្នឹងផងដែររូដូហើយនឹង Engine ស្រាប់តែឃើញសញ្ញា Seri ហ្នឹងនៅនឹងផងដែររូដូក៏សួរថាមិនបានគូសញ្ញាហ្នឹងនៅនឹងព្រោះថាអាសញ្ញាហ្នឹងនៅស្រោមដៃរបស់គាត់រៀមលៀនបកស្រាយកន្លែងហ្នឹងខ្ញុំស្ដាប់អត់សូវយល់ទេបើសិនជាបកស្រាយទៅខុសសូមអធិស្ឋានផងក៏ប្រាប់ថា logo មួយហ្នឹងក៏ដូចជា logo នៅស្រោមដៃរបស់ Rudo ហ្នឹងគឺជារបស់មនុស្សម្នាក់ដែលហៅថា Undertaker Kenneth Suroprek ហើយអាឈ្មោះមួយហ្នឹងគឺដូចគ្នាសតរបស់មួយដែល Bonder បានពី Sudil Tifon ឈ្មោះដូចគ្នាចឹងឯងរៀមលៀនប្រាប់ទៀតថា Undertaker ហ្នឹងគឺជាមិត្តភ័ក្ដិ Spellcaster ម្នាក់ចំនួនមុនដែលហៅថា Makaka Equal អញ្ចឹងហើយទៅ logo របស់ពួកគេហ្នឹងនៅនឹងជាមួយគ្នាទាំងអស់ពេល Rudo ឮរឿងរ៉ាវទាំងអស់នេះហើយគាត់ដូចជាដឹងរឿងអ្វីមួយយ៉ាង Rudo បានប្រាប់ទៅអ្នកទាំងពីរថាបើអញ្ចឹងមែនគាត់មានឈ្មោះថា Rudo Subarek អញ្ចឹង Subarek ហ្នឹងគឺជាត្រកូលរបស់ Rudo ហើយសាច់រឿងរបស់យើងពាក់ព័ន្ធគ្នាអ្វីខ្លះយ៉ាងណាមានតែចាំមើលរដូវកាលក្រោយអញ្ចឹងសម្រាប់រឿង Rudo រដូវកាលទី1របស់យើងគឺបានចប់ត្រឹមនេះហើយជួបគ្នាវីដេអូផ្សេងទៀតមុនចប់ខ្ញុំសូមជម្រាបទៅ Subscriber របស់ខ្ញុំបន្តិចដោយសារតែខ្ញុំរវល់ធ្វើការឲ្យគេអញ្ចឹងពេលខ្លះបាត់ពេលខ្លះឃើញហើយបើសិនជាបាត់ខ្ញុំមានតែធ្វើការឲ្យគេនឹងឯងជម្រាបលាអ្នកទាំងអស់គ្នាបាយបាយ